នមស្ការគុណចាស់គ្រប់ព្រះអង្គចម្រើនពរញាតិញោមបងប្អូនទាំងអស់គ្រប់គ្នានេះគឺជាសកម្មភាពរបស់ខ្ញុំគណៈអាត្មាភាពដែលធ្វើការនិមន្តទៅសិក្សារៀនសូត្រជាប្រចាំថ្ងៃអញ្ចឹងជាប្រក្រតីហ្នឹងគឺខ្ញុំគណៈអាត្មាភាពជាមួយនឹងលោកម្ចាស់ទាំងពីរព្រះអង្គទៀតហ្នឹងគឺតែងតែនិមន្តទៅសិក្សារៀនសូត្រនៅឯរាជធានីភ្នំពេញជារៀងរាល់ថ្ងៃការធ្វើដំណើរហ្នឹងគឺចេញទៅវេលាម៉ោង 3:00 នាទីល្ងាច00 នាទីរសៀលបងហើយតម្រាំតែនឹងដល់សាលាហ្នឹងគឺប្រហែលជាម៉ោង 5 ជាងតិចហើយម៉ោងដែលចូលរៀនហ្នឹងគឺម៉ោង 5:30 នាទីហើយតែដោយសារតែថ្ងៃនេះខ្ញុំគណៈអាត្មាភាពត្រូវតែនិមន្តទៅសិក្សារៀនសូត្រតែមួយអង្គឯងដោយលោកម្ចាស់ទាំងពីរព្រះអង្គទៀតហ្នឹងគឺលោកមានម៉ោងឈប់សម្រាកចាំថ្ងៃជាមួយគ្នាក៏ដូចជាលោកម្ចាស់អង្គឡាទៅក៏លោកប្រឡងជាប់អញ្ចឹងម៉ោងថ្ងៃហ្នឹងគឺមានតែខ្ញុំគណៈអាត្មាភាពតែមួយអង្គឯងដែលធ្វើដំណើរទៅហើយក៏ឆ្លៀតឱកាសហ្នឹងក៏ថតជាវីដេអូដើម្បីចែកជូនញាតិញោមគណៈគុណចាស់បងប្អូនទាំងអស់គ្រប់គ្នាទស្សនាតទៅអំពីការធ្វើដំណើរតាមដងផ្លូវអញ្ចឹងទៅនេះគឺជាការធ្វើដំណើរដែលយើងត្រូវនឹងឆ្លងទូកឬហៅថាឆ្លងទូកដហ្នឹងហើយទូកដហ្នឹងហៅថាទូកដសំប៉ានដែលយើងអាចទៅដល់សាលាបាននឹងលុះត្រាតែយើងឆ្លងទូកជាមុនសិនហើយរដូវកាលនេះវាអាកាសធាតុមិនសូវជាអំណោយផលល្អប្រហែលទេពេលខ្លះទៅក៏វាភ្លៀងទៅពេលខ្លះទៅក៏វារលឹមទៅក៏វារៀងពិបាកទៅតាមនឹងហើយនេះគឺជាសកម្មភាពនៅលើទូកចម្លងដែលយើងចំណាយពេលចម្លងទូកហ្នឹងប្រហែលជា10 នាទីអីដែរគូមេឃទាំងកំពុងតែរលឹមបន្តិចដែរនេះយើងចេញមកដល់ផ្លូវធំដែលយើងហៅថាផ្លូវជាតិនឹងឯងអញ្ចឹងយើងត្រូវធ្វើដំណើរដើម្បីឆ្ពោះទៅសាលាបាននឹងគឺចំណាយពេលវេលារៀងយូរគួរសមដែរវាតាមពេលវេលាស្ទះឬក៏មិនស្ទះអីជាដើមអញ្ចឹងទៅបើសិនជាមិនស្ទះទេសាលានឹងប្រហែលជា1 ម៉ោងជាងអីហ្នឹងទៅដល់ហើយតែបើសិនជាផ្លូវស្ទះយើងអាចនឹងចំណាយពេល2 ម៉ោងដើម្បីជិះទៅដល់សាលាហើយការធ្វើដំណើរខ្ញុំគណៈអាត្មាភាពហ្នឹងពេលខ្លះទៅក៏ទំនេរក៏បើកសៀវភៅមើលចឹងទៅពេលខ្លះទៅក៏មានកិច្ចការងារសាលាណាដែលត្រូវធ្វើជាបញ្ញាប់ជាបន្ទាន់ហ្នឹងក៏ធ្វើតាម pass up ហ្នឹងចឹងទៅដោយសារតែយើងចំណាយពេលជិះហ្នឹងរៀងយូរគួរសមដែរដូច្នេះហើយប្រសិនបើយើងមិនចំណាយពេលវេលាជិះហ្នឹងដើម្បីធ្វើកិច្ចការងារសាលាទេក៏ដូចជាមើលសៀវភៅមេរៀនអីទេវាគួរឲ្យខាតដែរព្រោះ2 ម៉ោងវាខាតអញ្ចឹងដូចតែពេលខ្លះទៅក៏រំលឹកមេរៀនតាមភាសាហ្នឹងទៅវាជារឿងមួយគួរជាល្អមួយដែរទៅដល់សាលាហ្នឹងយើងបានមើលមេរៀនជាស្រាប់ទោះបីជាថាយើងមិនចេះច្រើនក៏វាអាចជាផ្នែកមួយជំនួយក្នុងការរៀនរបស់យើងដែរអញ្ចឹងការធ្វើដំណើរហ្នឹងគឺបើយើងគិតទៅវាប្រហែលជា50 គីឡូអីដែរព្រោះទាំងឆ្លងទូកទាំងផ្លូវជិះពីទូកមកហ្នឹងជិត50 គីឡូហើយបើយើងគិតទាំងទៅទាំងមកហ្នឹងគឺក្បែរនឹង100 គីឡូដែរ
វាមិនដល់100គីឡូទេគឺប្រហែលជាចិត្តត្រឹម70គីឡូអីហ្នឹងទៅទាំងមកនេះដូចជាកន្លែងនេះអីស្ទះរៀងយូរគួរសមដែរឥឡូវនេះយើងបានមកដល់មុខសាលាដែលហៅថាសាលាភ្នំពេញអន្តរជាតិសាកលវិទ្យាល័យភ្នំពេញអន្តរជាតិបើយើងគិតទីតាំងហ្នឹងនៅជាប់វិទ្យាល័យបាក់ទូកជាធម្មតាធម្មភាពមកដល់វេលាម៉ោង5:10នាទីឬក៏5តិចតួចនៅពេលខ្លះទៅក៏មកដល់ម៉ោង5គត់ហ្នឹងក៏មានហើយវានៅសល់វេលាហ្នឹងប្រហែលជា30នាទីដែរតម្រុំទៅចូលរៀនអញ្ចឹងពេលខ្លះទៅក៏សល់ពេលវេលាច្រើនហ្នឹងក៏ឡើងទៅបណ្ណាល័យដើម្បីទៅរកមើលសៀវភៅអានអីជាដើមអញ្ចឹងទៅដើម្បីតម្រុំទៅដល់ម៉ោងចូលរៀនអញ្ចឹងក៏បានទៅឡើងបណ្ណាល័យមើលសៀវភៅខ្លះទៅទោះបីជាមិនបានមើលច្រើនក៏បានមើលខ្លះនេះគឺជាទស្សនវិជ្ជានៅខាងមុខបណ្ណាល័យសាកលវិទ្យាល័យភ្នំពេញអន្តរជាតិហើយក៏បានធ្វើដំណើរចូលទៅដល់ក្នុងសៀវភៅដ៏ច្រើននៅក្នុងបណ្ណាល័យនោះមានតាមផ្នែកដូចថាមានសង្គមវិទ្យាសាស្ត្រអីហ្នឹងក៏មានច្រើនភាសាអង់គ្លេសក៏មានច្រើនហើយតកតងទៅមុខវិជ្ជាផ្សេងហ្នឹងក៏មានច្រើនតែជំនាញខ្ញុំកណាអាត្មាហ្នឹងគឺក៏មានច្រើនដូចគ្នាដែលត្រូវនឹងអានហ្នឹងហើយនេះគឺគ្រាន់តែជាការថតដើម្បីចែកជូនដើម្បីបងប្អូនកណ្ណាគុណចាស់បានឃើញនៅទស្សនវិជ្ជាក្នុងបណ្ណាល័យទាំងមូលដោយមានសភាពស្ងប់ស្ងាត់ល្អយើងឃើញថានិស្សិតដែលគាត់ចូលទៅអាននៅទីហ្នឹងគឺរក្សាភាពស្ងៀមស្ងាត់នឹងបានល្អហើយក្នុងនឹងផងដែរក៏មានតម្កល់នៅកុំព្យូទ័រសម្រាប់សិស្សនិស្សិតដែលចង់សិក្សាស្រាវជ្រាវនៅមេរៀនតាមប្រព័ន្ធអ៊ីនធឺណិតអីហ្នឹងក៏យើងអាចទៅសិក្សាស្រាវជ្រាវនៅទីហ្នឹងបានដែរវាងាយស្រួលសម្រាប់បងប្អូនណាដែលគាត់ចង់ស្រាវជ្រាវភ្លាមអីហ្នឹងយើងមានកុំព្យូទ័រនៅទីហ្នឹងហើយអ្វីដែលសំខាន់ហ្នឹងគឺមានអ៊ីនធឺណិតសម្រាប់តភ្ជាប់សម្រាប់ស្រាវជ្រាវងាយស្រួលក្នុងការស្រាវជ្រាវរបស់សិស្សនិស្សិតគ្រប់គ្នាធ្វើភាពពេលខ្លះទៅក៏ទំនេរហ្នឹងក៏ទៅអង្គុយអានសៀវភៅនៅបណ្ណាល័យពេលខ្លះទៅក៏ទៅចុចកុំព្យូទ័រនៅបណ្ណាល័យអីអញ្ចឹងទៅនេះគឺជាកុំព្យូទ័រដែលតម្កល់ហើយមានច្រើនទៀតមានខាងផ្សេងនឹងទៀតហើយមានបន្ទប់សម្រាប់អានពិសេសសៀវភៅស្ងប់ស្ងាត់នឹងក៏មានហើយសៀវភៅនឹងយើងអាចជ្រើសរើសទៅតាមមុខវិជ្ជាមុខជំនាញចំណង់ចំណូលចិត្តនៃការអានរបស់បុគ្គលរៀងខ្លួនអញ្ចឹងដែរអ្នកខ្លះគាត់ចូលចិត្តអានបែបវិទ្យាសាស្ត្រអីអញ្ចឹងទៅអ្នកខ្លះគាត់ចូលចិត្តអានបែបទស្សនវិជ្ជាអីអញ្ចឹងទៅវាមានច្រើនបែបច្រើនយ៉ាងមានតាមមុខវិជ្ជាមានតាមអ្វីដែលយើងចង់អានអញ្ចឹងទៅណាមានច្រើនហើយមិនតែចំពោះសិស្សនិស្សិតនៅក្នុងសាកលវិទ្យាល័យផ្ទាល់ទេចំពោះសិស្សនិស្សិតដែលអញ្ជើញមកពីខាងក្រៅហ្នឹងក៏អាចទៅអានបានដូចគ្នាគ្រាន់តែថាការដែលយើងចូលទៅអានហ្នឹងគឺយើងគ្រប់នៅបទបញ្ជាមួយចំនួនដូចថាបំរាមួយចំនួនដែលហាមមិនអោយឡូឡាអីជាដើមអញ្ចឹងទៅមិនអោយយកដបទឹកសុទ្ធក៏ដូចជាភេសជ្ជៈអីចូលទៅក្នុងអញ្ចឹងទៅដោយសារតែវាខ្លាចប៉ះពាល់ទៅដល់សៀវភៅក៏ដូចជាខ្លាចប៉ះពាល់ទៅដល់កន្លែងអានមួយចំនួនព្រោះយើងដឹងហើយយើងមានទឹកសុទ្ធទឹកអីហ្នឹងគឺវាជាប្រភេទវត្ថុរាវអាចនឹងប៉ះពាល់ទៅដល់អគ្គិសនីនឹងក៏ជាផ្នែកមួយ
ហើយនេះគឺជាទស្សនវិជ្ជានៅខាងមុខវិទ្យាល័យមុខបណ្ណាល័យបើយើងមើលតាមបង្អួចទៅឃើញអគារជាច្រើនហើយនេះគឺជាជាន់ទី7ហើយដល់ម៉ោងចូលរៀនហ្នឹងខ្ញុំកណ្ដាអាត្មាហ្នឹងក៏ចុះពីបណ្ណាល័យវិញហ្នឹងក៏សំដៅទៅថ្នាក់រៀនហ្នឹងយើងចុះមិនយូរប្រហែលទេថ្នាក់រៀននៅជាន់ទី6ហើយបណ្ណាល័យហ្នឹងនៅជាន់ទី7អញ្ចឹងមួយជាន់ក៏ដល់បណ្ណាល័យមួយជាន់ហ្នឹងក៏ដល់ថ្នាក់រៀនហើយថ្នាក់ហ្នឹងវាមានច្រើនទៅទៀតមានជាន់ទី4អីនឹងផ្សេងឃើញថារៀងស្ងាត់ល្អដោយសារតែឆ្នាំឆមាននេះមានថ្នាក់ខ្លះក៏គាត់ចប់ម៉ោងអីចឹងទៅដូចខ្ញុំកណាក៏ចប់ម៉ោង1នៅសល់ម៉ោងចំនួន4ទៀតមិនទាន់ចប់ហើយនេះគឺជាថ្នាក់ដែលខ្ញុំកណាអាត្មាត្រូវចូលទៅរៀនហើយមែនតើមិនទាន់ដល់ម៉ោងរៀនទេទៅតែនឹងចាប់ផ្ដើមចិត្តចូលរៀនតែប៉ុណ្ណោះនេះទស្សនវិជ្ជានៅក្នុងថ្នាក់មានគុណចាស់2ព្រះអង្គដែលរៀនជាមួយជំនាញហ្នឹងគឺស្តៀងគ្នានេះមិត្តរួមថ្នាក់នេះទស្សនវិជ្ជានៅក្នុងថ្នាក់ទាំងមូលយើងឃើញថាមិនតាន់ដល់ម៉ោងចូលរៀនអញ្ចឹងមានការជជែកវែកញែកទាក់ទងអំពីមេរៀនខ្លះទៅនិយាយលេងខ្លះទៅតម្រាំទៅលោកគ្រូគាត់អញ្ជើញមកដល់ហើយលោកគ្រូគាត់អញ្ជើញមកដល់មានអញ្ចឹងជាធម្មតាគឺពេលដែលលោកគ្រូអញ្ជើញមកដល់ហ្នឹងសិស្សដែលមានចម្ងល់ចង់សាកសួរនៅមេរៀនហ្នឹងគឺអាចសាកសួរបានភ្លាមអញ្ចឹងទៅងាយស្រួលនេះកិច្ចនៃចាប់ផ្ដើមក្នុងការធ្វើបទបង្ហាញតាក់ទងទៅនឹងមេរៀនដែលបានសិក្សាស្រាវជ្រាវក៏ដូចជាបានរៀបរៀងក៏ដល់ថ្ងៃធ្វើបទបង្ហាញហ្នឹងក៏ត្រូវធ្វើបទបង្ហាញអញ្ចឹងទៅហើយមានក្រុមផ្សេងទៀតក៏បានធ្វើបទបង្ហាញតាក់ទងអំពីមេរៀនដែលខ្លួនស្រាវជ្រាវរៀងខ្លួនអញ្ចឹងទៅហើយបន្ទាប់ពីចេញអំពីម៉ោងទី1ហ្នឹងក៏បងប្រុសពិនវណ្ណៈគាត់ប្រគេនកាហ្វេហ្នឹងគាត់ប្រគេនកាហ្វេអញ្ចឹងទៅក៏ចុះទៅទិញកាហ្វេជាមួយគាត់នេះម្ចាស់កាហ្វេម្ចាស់ទៀនក្នុងការប្រគេនកាហ្វេហើយក៏យើងឡើងមកវិញដើម្បីចូលថ្នាក់រៀនវិញអញ្ចឹងទៅអញ្ចឹងនេះប្រហែលជាម៉ោង7:15នាទីដែលយើងចេញម៉ោងទី1នៅប្រហែលជា1ម៉ោងកន្លះទៀតនឹងទៅចេញពីរៀនអញ្ចឹងចេញពីរៀននឹងខ្ទង់ជាម៉ោង8:45នាទីអញ្ចឹងពេលដែលចូលដល់មេរៀនហ្នឹងក៏រៀនបន្តទៀតបន្ទាប់ពីរៀនចប់ហ្នឹងក៏ចុះមកវិញអញ្ចឹងទៅក៏ធ្វើដំណើរមកវិញទាំងយប់ចេញម៉ោង8:45នាទីធ្វើដំណើរតាមដងផ្លូវប្រមាណជា7-2ម៉ោងទៀតអញ្ចឹងរៀងយូរគួរសមដែរក្នុងការធ្វើដំណើរទាំងម៉ោងហ្នឹងវាចូល7-4ម៉ោងដែរហើយចម្ងាយហ្នឹងក៏វាគួរសមអញ្ចឹងការធ្វើដំណើរហ្នឹងគឺដូចតែពេលទៅអញ្ចឹងពេលខ្លះទៅក៏អានសៀវភៅទៅពេលខ្លះទៅក៏មើលមេរៀនទៅពេលខ្លះទៅក៏អត់ដឹងធ្វើអីទៅមើលនេះមើលនោះអញ្ចឹងទៅនេះក៏មកដល់ទូកចម្លងវិញហើយមកដល់ទូកចម្លងនេះពេលយប់រៀងពិបាកបន្តិចដោយសារតែទូកចម្លងនេះគឺនៅត្រើយមកខាងទៀតយើងចាំតម្រាំតែគាត់បានដឹងដំណឹងដែលយើងមកដល់ហ្នឹងតម្រាំតែគាត់ឆ្លងមកពេលដែលគាត់ឆ្លងមកហ្នឹងទេគាត់ចម្លងយើងទៅត្រើយមកខាងទៀត
ចឹងជីវិតប្រចាំថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងនេះគឺជាចម្ងាយដែលត្រូវធ្វើដំណើរហ្នឹងគឺកំពុងតែនៅលើទូកបើយើងគិតជាគីឡូហ្នឹងគឺ48គីឡូប៉ុន្តែមិនតាន់គិតពីទូកទៅវត្តនៅឡើយទេអញ្ចឹងវាចូលចិត្ត50គីឡូទាំងទៅទាំងមកវាចិត្ត100គីឡូដែរហើយចំពោះចម្ងាយជិះហ្នឹងវាយូរគួរសមនេះតាមដងផ្លូវមកដល់ហ្នឹងម៉ោងរៀងយប់ជ្រៅអញ្ចឹងតាមបណ្ដាផ្ទះប្រជាពុទ្ធបរិស័ទអ្នកស្រុកអ្នកភូមិហ្នឹងគាត់ចូលសម្រាកសម្រានអស់ហើយវេលាម៉ោង 10:26 នាទីមកដល់ផ្លូវភូមិវិញហ្នឹងហើយប្រហែលជាមកដល់វត្តហ្នឹងខ្ទង់ជាម៉ោង 10:30 ឬក៏40នាទីពេលខ្លះទៅក៏យ៉ាងយូរហ្នឹងក៏ម៉ោង 11 អញ្ចឹងទៅនេះគឺជាដំណើរក្នុងការរៀនរបស់ខ្ញុំកណាអាត្មាភាពមានតែប៉ុណ្ណេះឯងសូមនមស្ការលាចម្រើនពរលា